បាទព័ត៌មានចុងក្រោយបាទនៅថ្ងៃនេះគឺព័ត៌មានអន្តរជាតិដែលផ្ដោតទៅលើហេតុការណ៍មួយដែលធ្វើមានជនសង្ស័យបានធ្វើការបាញ់ប្រហារនៅសេតវិមាននៃសហរដ្ឋអាមេរិកនៅក្នុងកម្មវិធីជប់លៀងថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិកនោះជនសង្ស័យក្នុងករណីបាញ់បោះនៅពិធីជប់លៀងនេះយកព័ត៌មានសេតវិមានធ្លាប់ធ្វើជាគ្រូបង្រៀននៅរដ្ឋកាលីហ្វ័រញ៉ាចឹងយោងតាមរបាយការណ៍ព័ត៌មានចុងក្រោយនៅថ្ងៃទី26ខែមេសាឆ្នាំ2026នេះអត្តសញ្ញាណជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Cole Thomas Allen អាយុ31ឆ្នាំមានទីលំនៅនៅទីក្រុង Torrance រដ្ឋកាលីហ្វ័រញ៉ាប្រវត្តិការងារគឺលោកធ្លាប់ជាគ្រូបង្រៀនក្រៅម៉ោងនៅក្នុងក្រុមហ៊ុន C2 Education ក្រុមហ៊ុនបង្រៀនគួរនិងត្រៀមប្រឡងហើយថែមទាំងធ្លាប់ទទួលបានពានរង្វាន់ជាគ្រូបង្រៀនឆ្នើមប្រចាំខែក្នុងខែធ្នូឆ្នាំ2024ទៀតផងក្រោយពីនេះលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកបង្កើតហ្គេមវីដេអូផងដែរព្រឹត្តិការណ៍ដែលបានកើតឡើងជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានព្យាយាមសម្រុកចូលកន្លែងត្រួតពិនិត្យសន្តិសុខនៅឯសន្តាគារ Washington Hilton ជាកន្លែងប្រធានាធិបតីដូណាល់ត្រាំនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរួមទៀតកំពុងចូលរួមពិធីជប់លៀងក្នុងហេតុការណ៍នោះមានការបាញ់បកគ្នាបាញ់បកតគ្នាដែលបណ្ដាលឲ្យភ្នាក់ងារសម្ងាត់ម្នាក់រងរបួសប៉ុន្តែសំណាងល្អរូបគេពាក់អាវក្រោះការពារគ្រាប់សម្រាប់ការចោតប្រកាន់ជាផ្លូវការវិញគឺរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំរដ្ឋធានី Washington DC លោកស្រី Ginny Pirro បានប្រកាសថាជនសង្ស័យនឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់បឋមចំនួន2គឺការប្រើប្រាស់អាវុធក្នុងកំឡុងពេលប្រព្រឹត្តបទឧក្រិដ្ឋហិង្សាហើយការវាយប្រហារលើមន្ត្រីសហព័ន្ធដោយប្រើអាវុធគ្រោះថ្នាក់អាជ្ញាធរបានបញ្ជាក់ថាអាចនឹងមានបទចោទប្រកាន់បន្ថែមទៀតនៅពេលការស៊ើបអង្កេតបន្តមុខទៅមុខទៀតហើយស្ថានភាពនិងនីតិវិធីតុលាការការបានបង្ហាញខ្លួននៅតុលាការលោក Allen ត្រូវបានគ្រោងទុកថានឹងត្រូវនាំខ្លួនទៅបង្ហាញមុខនៅចំពោះមុខតុលាការសហព័ន្ធនៅថ្ងៃច័ន្ទទី27ខែមេសាឆ្នាំ2026ស្ថានភាពបច្ចុប្បន្នបន្ទាប់ពីត្រូវបានឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យនិងវិតម្លៃស្ថានភាពសុខភាពហើយការឆែកឆេរប៉ូលីសបានរកឃើញថាជនសង្ស័យគឺជាភ្ញៀវដែលស្នាក់នៅក្នុងសន្តាគារ Washington Hilton នោះតែម្ដងបច្ចុប្បន្នភ្នាក់ងារ FBI កំពុងធ្វើការឆែកឆេរយ៉ាងម៉ត់ចត់នៅក្នុងបន្ទប់សន្តាគាររបស់គេនិងផ្ទះរបស់គេនៅរដ្ឋ California ដើម្បីធ្វើការស្វែងរកភស្តុតាងថ្មីនិងមូលហេតុនៃការវាយប្រហារព័ត៌មានបន្ថែមការស៊ើបអង្កេតគឺអាវុធដែលរកឃើញនៅពេលកើតហេតុជនសង្ស័យត្រូវបានគេរាយការណ៍ថាមានកាន់កាំភ្លើងបាញ់បាក់សីគឺ shotgun កាំភ្លើងខ្លី handgun និងកាំបិតជាច្រើនសកម្មភាពម្នាក់ឯងអភិបាលក្រុង Washington DC និងប៉ូលីសជឿជាក់ថាលោក Allen គឺជាខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពតែម្នាក់ឯងហើយមិនទាន់មានភស្តុតាងណាមួយបង្ហាញថាមានអ្នកពាក់ព័ន្ធផ្សេងទៀតឡើយបាទក្លាហានមែនតើបងប្អូនណាម្នាក់ឯងទៅហ៊ានចូលទៅក្នុងចំណោមមេដឹកនាំធំពិតជាអស្ចារ្យបាទនិយាយចេញចឹងនៅបច្ចុប្បន្ននេះគឺកំពុងគេធ្វើការកត់ចោតប្រកាន់ហើយក៏កំពុងតែចាប់គាត់ខ្លួនបានផងដែរហើយគេមិនទាន់រកឃើញអ្នកនៅពីក្រោយឬក៏យ៉ាងណាទេប៉ុន្តែបច្ចុប្បន្នគឺកំពុងតែស៊ើបអង្កេតបន្តអរគុណច្រើនបងប្អូនមានអ្វីថ្មីខ្ញុំនឹងធ្វើការចែកជូនបន្តទៀត